ពេលដែលប្រកួតដណ្ដើមខ្សែក្បាត់ផលិតផលដំបូលត្រាពេជ្រដែលកាលនោះជ័យជំនះបានទៅកីឡាករឈិនខ្វាន់ងុយបន្ទាប់ពីផ្ដួលកីឡាករកែវរៈបាទឥឡូវក៏ជាថ្មីម្ដងទៀតថ្ងៃសុក្រនេះកីឡាករកែវរំចង់ដេកមិនលក់បោះម្ល៉េះហើយក្រោយពីចាញ់វងណយក៏ប្រកាសសុំសងសឹកភ្លាមតែម្ដងហើយបន្តិចទៀតនឹងបានទស្សនីយភាពនេះនឹងបង្ហាញជូននៅពេលបន្តិចទៀតនេះហើយជឿជាក់ថាបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក៏មិនប្រព្រឹត្តភ្នែកដែរពិសេសគឺបងប្អូននៅខេត្តកែបច្រើនណាស់ថ្ងៃនេះទៅលេងបុណ្យសមុទ្រក៏ទស្សនាយ៉ាងច្រើនកកបាននៅទីនោះដែរបាទពិតជាមិនធម្មតាហើយសូមជម្រាបជាថ្មីថាកែរំចង់បន្ទាប់ពីការប្រកួតនេះថ្ងៃទី22ត្រូវប្រកួតជាមួយនឹងកីឡាករបរទេសបាទដើម្បីអមជាមួយនឹងការប្រកួតដណ្ដើមខ្សែក្បាត់រវាងកីឡាករអែមក្លឹមខ្មៅនិងរឿងសោភ័ណ្ឌនៅបឹងស្នោបាទឥឡូវនេះកីឡាករទាំងពីរបន្តិចទៀតនឹងមានការថ្វាយបង្គំគ្រូហើយអ្នកគ្រប់គ្រងនៅទីនេះណែនណាន់តាន់តាប់បាទគ្មានកន្លែងអង្គុយទេបាទនេះជាការគ្រប់គ្រងរបស់អស់លោកទាំងអស់គ្នាចំពោះកីឡាករគឺជាកម្លាំងចិត្តមហាសាលឲ្យកីឡាករកាន់តែមានកម្លាំងនៅក្នុងការហ្វឹកហាត់បន្ថែមទៀតផងដែរបាទហើយផ្ញើរូបភាពនេះជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តកែបទាំងអស់បាទស្អែកមានការប្រគំតន្ត្រីខ្នាតធំបាទស្អែកនេះគឺមានការប្រគំតន្ត្រីធំមែនទែននៅខេត្តកែបហើយបយ័នព័ត៌មាននឹងគឺធ្វើការផ្សាយផ្ទាល់ពីទីនោះបាទឥឡូវនេះខ្ញុំបាទសូមជូនជីវប្រវត្តិសង្ខេបកីឡាករទាំងពីរកែវរំចង់បង្គោលក្រហមកីឡាករមកពីអូតាគួ1សង្កាត់ទូតាឯកក្រុងខេត្តបាត់ដំបងរំចង់ប្រកួតបាន102ដងឈ្នះ88ចាញ់9ដងស្មើ5ដងផ្ដួលគូប្រកួតឲ្យសន្លប់41ដងប្រកួតចុងក្រោយជាមួយកីឡាករវងណយចាញ់ដោយពិន្ទុកែរំចង់ថ្វាយបង្គំគ្រូរបៀបរំលឹកគុណគ្រូកូនសិស្សលោកកៅសំអាងនៅក្លឹបកងពណ៌តូចអន្តរាគមលេខ8ភ្នំទ្របខេត្តព្រះវិហារបង្គោលខៀវវងណយកីឡាករមកពីភូមិសាព្រំឃុំស្ទឹងកាច់ស្រុកសាឡាក្រៅខេត្តបៃលិនប្រកួតបាន117ដងឈ្នះ88ដងចាញ់26ដងស្មើ3ដងផ្ដួលគូប្រកួតឲ្យសន្លប់28ដងប្រកួតចុងក្រោយជាមួយកីឡាករពេជ្រអរុនឈ្នះដោយផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី2កីឡាករវងណយថ្វាយបង្គំគ្រូរបៀបហាក់ដាម៉ាន់សំដៃរិទ្ធកូនសិស្សលោកឈិតសរឹមនៅក្លឹបកងពណ៌តូចលេខ31បាទកីឡាករទាំងពីរនេះក្លឹបរបស់គេសុទ្ធតែជាទាហានបាទគឺសុទ្ធតែជាកងទ័ពបាទដូច្នេះសូមជូនពរកីឡាករទាំងពីរឲ្យឈ្នះដូចគ្នាបាទសូមជម្រាបថាសម្រាប់កីឡាករកែរំចង់បាទមានការឧបត្ថម្ភពីលោកបងថននៅផ្សារដើមក្រឡាញ់ខេត្តសៀមរាបឧបត្ថម្ភកែរំចង់$50ក្រុមហ៊ុន Mastrial ឆ្នាំលៀបមកពីប្រទេសបារាំងឧបត្ថម្ភដល់កែរំចង់$50ចំណែកឯវងណយក៏មិនចាញ់កែរំចង់ដែរបងប្រុសវោចធៀងនៅភូមិអូពោខេត្តព្រះវិហារឧបត្ថម្ភវងណយ200,000រៀលបងប្រុសភាភូរៈបលាយម៉ូតនៅខេត្តកំពង់ចាមឧបត្ថម្ភវងណយ$50លោកសុសរិនចៅសង្កាត់បឹងទំពុនឧបត្ថម្ភវងណយ100000រៀលលោកមេងត្រី999នៅខេត្តបៃលិនឧបត្ថម្ភវងណយ100000រៀលបងអ៊ីម UFC ឧបត្ថម្ភវងណយ$50លោកទុយវថាអង្គរៈការពារឧបត្ថម្ភវងណយ$20លោកហមអង្គរៈការពារបើឧបត្ថម្ភវងណយ$50បាទហើយលោកអ្នកចាន់លីដែលជាខាងផលិតក្របថ្មិញសេរ៉ាមិកនៅសំណង់12នោះឧបត្ថម្ភវងណយចំនួន$20ផងដែរបាទលោកស្រីនិងកញ្ញាទីមន្ត្រីកីឡាករទាំងពីរកំពុងតែបង្ហាញការថ្វាយបង្គំគ្រូរបៀបឌឺដងគ្នាប្រវងណយគេបញ្ជាក់ឲ្យបងគេថាបងឲ្យតែខ្ញុំឈ្នះកែរំចង់ល្បីឲ្យខ្ញុំព្រោះកែរំចង់អត់មានណាបំបែកបានទេបាទមានតែវងណយមួយគត់ដែលប្រកាសវាយជាមួយនឹង
កែរំចង់គណៈពេលកែរំចង់កំពុងតែចិញ្ចែងយ៉ាងចាយនៅក្នុងប្រទេសចានៅពេលនេះលោកអញ្ញាកណ្ដាលកំពុងតែណែនាំពីប័ណ្ណបញ្ជានៃការប្រកួតដល់កីឡាករទាំងពីរទី1ហាមបោកទី2ដួលហាមថែមទី3ហាមវាយប្រដាប់ការពារទី4ហាមវាយពុះកែងពីលើលលាក្បាលទី5ហាមវាយពីក្រោយកញ្ចឹងកនិងទី6ហាមវាយតោងខ្សែសេវៀនប្រកួតហើយនៅពេលដែលលោកអញ្ញាកណ្ដាលបញ្ជាឲ្យឈប់ឬក៏ស្នូជួងបានបន្លឺឡើងកីឡាករទាំងពីរត្រូវតែបញ្ឈប់ជាបន្ទាន់នេះគឺជាប័ណ្ណបញ្ជានៃការប្រកួតបាទប័ណ្ណបញ្ជានៃការប្រកួតគូឯកថ្ងៃនេះបាទចាក់ក្រមរួចហើយកីឡាករទាំងពីរត្រៀម កីឡាករទាំងពីរប្រុងប្រៀបប្រកួតគូទី5ដែលជាគូឯកទឹកទី1គូទី5គូឯកទឹកទី1បង្គោលក្រហមកែវរំចង់បង្គោលខៀវវងណយបាទជឿថានៅតាមផ្ទះបាទ100គ្រួសារមើល99គ្រួសារហើយបាទអត់តែគ្រួសារគាត់តែលេងទឹកសមុទ្រខកគាត់លេងឲ្យបានមើលព័ត៌មានបាទក៏សូមអរគុណទៅដល់អ្នកឧបត្ថម្ភធំនៃកម្មវិធីដែលបាននាំមកនៅកម្មវិធីការប្រកួតដ៏គូពិសេសដ៏អស្ចារ្យមួយនេះគឺក្រុមហ៊ុនសេងហុងហេងបាទដែលនាំចូលផលិតផលសំណង់ពីបរទេសបាទផលិតផលដំបូងត្រាពេជ្រជាជំរើសទី1របស់លោកអ្នកបាទហើយចាប់ជើងជាប់ពីកែរំចង់បាទកែជង្គង់ស្ដាំកែឆ្វេងរបស់រំចង់បាទទាត់ស្ដាំមួយជើងវងណយល្អជាងក្រោមកម្ពស់គុណដល់ត្រាក់ទ័រចនឌីផងដែរអរគុណដល់ម៉ាស៊ីនម៉ាស៊ូតូតា Golden Bow យ៉ាងម៉េចកែរំចង់ដូចមិនស្រួលដើមទឹកយ៉ាវងណយខ្ពស់ជាងបាត់ឆ្វេងមកដៃស្ដាំអូកែរំចង់ជាយាមប្រាកែរបស់រំចង់បាត់ជង្គង់ឆ្វេងរំចង់បាទស្ដាំឆ្វេងរំចង់សំទោលវងណយបាទចាត់រៀងខ្លួនបាទចន្លោទាត់ឆ្វេងអត់ទាត់ទេរំចង់អាពេលដងខ្លួនពីរំចង់បាទតែស្ដាំពីរំចង់បាទឆ្វេងស្ដាំខុសទេពីរំចង់កែស្ដាំមួយទៀតអូលោកអ៊ូសាបបែកជង្គង់ស្ដាំរបស់វងណយម៉ាត់ស្ដាំរបស់រំចង់ផងដែរម្ដាយពីវងណយកែស្ដាំខុសទេវៃម្ដាយខុសជង្គង់ឆ្វេងវងណយវងណយឈាមហើយបែកហើយវងណយបែកហើយលើកមុនដូចអញ្ចឹងដែរវងណយបាទទឹកទី1ទេបាទទឹកទី1ទេទឹកទី1ប៉ុណ្ណឹងហើយអូហូយអាកែងតាមឡើងចាប់ទឹកទី1ចាប់ទឹកទី1សំទឹកទី1ទៅហើយនៅទីនេះខ្ញុំបានឃើញអ្វីជាច្រើននៅជុំវិញខ្លួនខ្ញុំវាបានធ្វើឲ្យខ្ញុំសម្រេចចិត្តបង្កើតវាដោយភាពវៃឆ្លាតច្នៃប្រឌិតនិងទេពកោសល្យវាបានផុសឡើងនៅចំពោះមុខខ្ញុំនេះគឺជាសំណង់អគារដ៏រឹងមាំតាមកម្រិតស្តង់ដារយ៉ាងពិតប្រាកដសូមអរគុណស៊ីម៉ុងភ្នំដែលជួយជំរុញនិងសម្រេចបាននូវសមិទ្ធផលដ៏ល្អឥតខ្ចោះទាំងនេះស៊ីម៉ុងភ្នំអច្ឆរិយៈនៃសំណង់
ពីបំពេញការងារហត់នឿយពេញមួយថ្ងៃអ្នកគួរពិសាអ្វីដែលស័ក្តិសមសម្រាប់អ្នកនោះគឺស្រាកៃឡាកាមាសរីករាយនឹងរសជាតិផ្លែឈើផ្អែមឆ្ងាញ់របស់ស្រាកៃឡាកាមាសស្រាកៃឡាកាមាសអបអរជោគជ័យការងាររបស់អ្នកពិសាគ្រឿងស្រវឹងកុំបើកបរអ្នកឲ្យទឹកចេញក្រៅគូទី5ដែលជាគូឯកទឹកទី2បាទសូមអរគុណដល់អ្នកឧបត្ថម្ភការប្រកួតដ៏ធំក្រុមហ៊ុនសេងហុងហេងនាំចូលផលិតផលសំណង់វិបលទេសដែលមានគុណភាពខ្ពស់សិមងរូបភ្នំសិមងរូបការជោគនិងផលិតផលដំបូលត្រាពេជ្រគឺគេថារបស់លោកអ្នកការរសស្អាតនិងថ្លៃថ្នូរអរគុណអ្នកសហការប្រំចនឌៀនិងអ្នកចនឌៀនិងម៉ាស៊ីនពូតតាគុណិនបូបាទឥឡូវនេះទស្សនាការប្រកួតបន្តទៀតកីឡាករទាំងពីរទាត់ជើងក្រោមរបស់កែរំចង់វងណយកែងមួយទៀតរបស់រំចង់វងណយមួយដៃផុតឥឡូវនេះវងណយកំពុងតែរំកិលទៅរកគូប្រកួតរបស់គេដែរវងណយយោយលោកញោមជង្គង់មួយទៀតកែងបកទៅវិញចាប់អោបដងខ្លួនជង្គង់របស់រំចង់ជង្គង់មួយអូហូមិនធម្មតាកីឡាករវងណយកែងជួយបាត់ទៅហើយមួយកែងធ្វើឲ្យកែរំចង់ត្រេកខ្លួនអញ្ញាកណ្ដាលរ៉ូសានកំពុងតែរួមហើយឥឡូវនេះរួមអូហូវងណយមិនធម្មតាបន្ទាប់ពីបែកខាងស្ដាំឥឡូវនេះគេដាក់មួយកែងធ្វើឲ្យកីឡាករបង្គោលក្រហមវងណយត្រូវអញ្ញាកណ្ដាលរួមនៅក្នុងទឹកទី2ពិតជាមិនធម្មតាវងណយកែរំចង់ថាអត់អីទេលោកអញ្ញាកណ្ដាលជុំគ្មានបញ្ហា no problem សម្រាប់ខ្ញុំនិយាយកែងលឿនសម្រាប់កីឡាករទាំងពីរជង្គង់មួយទៀតចាប់ត្រកងដើរចូលអាយុយ៉ាងម៉េចកែរំចង់ថាវងណយលេងខូចឡើងជង្គង់ចំកន្លែងការពារប្រដាប់ហាមគាត់តែអត់អីទេបាទកីឡាករទាំងពីរបាទពិតជាស្វិតស្វាញមែនទែនប្រកួតបន្តឥឡូវនេះពិតជាមានការគ្រប់គ្រងយ៉ាងរំជើបរំជួលនៅលើសង្វៀនជង្គង់បន្ថែមទៀតហើយលើកីឡាករវងណយកែងជង្គង់មួយទៀតរបស់វងណយចំចុងដង្ហើមអញ្ញាកដាញ៉ៃកីឡាករជាថ្មីអូហូកែរំចង់នៅតែសម្រុកប្រើកណ្ដាប់ដៃខ្លាំងកែងដូចគ្នាអូហូជាលើកទី2កែងរត់ជាលើកទី2នៅក្នុងទឹកទី2អូយមិនធម្មតាទេវងណយមកកែងរបស់គេធ្វើកែរំចង់យ៉ាងម៉េចអត់អស់ចិត្តពេលអញ្ញាកណ្ដាលរត់ថាអត់អីទេខ្ញុំក្រោកបានតើខ្ញុំមានបញ្ហាខ្ញុំអាចបន្តការប្រកួតទៀតបានលោកឧស្សាហ៍រាប់ដើម្បីឲ្យកែរំចង់ស្មារតីកាន់តែខ្លាំងមួយដៃទៀតដើរស្ទូលចូលចាប់ជើងជប់កែងមួយទៀតកែងបន្តឱកាសរបស់វងណយកែរំចង់ដួលបាត់ទៅហើយបាទដួលជាលើកទី3យ៉ាងម៉េចហើយឈរអញ្ញាកណ្ដាលបញ្ឈប់អូហូពិតជាមានការគ្រប់គ្រងប្រិមត្តទូរទស្សន៍និកជនជាទីមេត្រីយើងឃើញថាត្រឹមតែពីទឹកតែប៉ុណ្ណោះកីឡាករវងណយបានបដួលកែរំចង់បាទឲ្យអញ្ញាកណ្ដាលរាប់2ដងផ្ទួនគ្នាហើយទឹកទី3អញ្ញាកណ្ដាលរាប់ជាលើកទី3អញ្ញាកណ្ដាលឈប់តែម្ដងយ៉ាងណាក៏ដោយយើងឃើញសកម្មភាពរបស់កែរំចង់ហាក់ដូចជាមិនទាន់អស់ចិត្តនៅឡើយទេប៉ុន្តែយ៉ាងអញ្ញាកណ្ដាលបានប្រើសិទ្ធិជាឯកច្ឆន្ទដើម្បីបញ្ឈប់ការប្រកួតនេះតែម្ដងអូហូទោះបីជាបែកខាងស្ដាំយ៉ាងណាវងណយនៅតែតតាំងបានបាទពិតជាមិនធម្មតាសម្រាប់កីឡាករទាំងពីរបាទសូមសរសើរទាំងវងណយនិងកែវរំចង់ពិតជាបង្ហាញនៅទស្សនីយភាពដ៏ជូរចិត្តដិតរំសូមអបអរសាទរកីឡាករទាំងពីរបាទយើងឃើញថាប្រិមិត្តនៅទីនេះពិតជាច្រើនកុសកមែនទែនគ្រប់ត្រអត់មានអ្នកទុយជាប់កៅអីទេបាទក្រោកឈរទាំងអស់គ្នាផ្ទះដៃគ្រប់ត្រកីឡាករបាទលោកស្រីនាងកញ្ញាជាទីមេត្រីបន្តិចទៀតគណៈកម្មការនឹងប្រកាសលទ្ធផលជាផ្លូវការលោកស្រីនាងកញ្ញាជាទីមេត្រីឃើញថាកីឡាករទាំងពីរនេះពិតជាបង្ហាញនៅភាពជូរចិត្តដិតអារម្មណ៍មែនទែនត្រឹមតែ2ទឹកប៉ុណ្ណោះកីឡាករវងណយធ្វើឲ្យកែរំចង់បោះបង់ការប្រកួតអំបញ្ញមិញបើសិនតែបន្តការប្រកួតទៀតអាចកែរំចង់មានបញ្ហាធ្ងន់ជាងនេះជ័យជំនះបានទៅកីឡាករវងណយបង្គោលខៀវដោយលោកកញ្ញាកណ្ដាលបញ្ឈប់ឲ្យប្រកួតនៅក្នុងទឹកទី2